ខ្ញុំចង់លើកទឹកចិត្តដល់អ្នកជំងឺតាឡាសេមីទាំងអស់កុំអស់សង្ឃឹមនឹងជំងឺតាឡាសេមីបើមានសូមកុំអន់ចិត្តហើយទទួលយកអ្វីដែលយើងមាននឹងបន្តទៅមុខពេលដឹងថាខ្ញុំមានជំងឺតាឡាសេមីនៅពេលដែលខ្ញុំមានអាការៈស្លេកស្លាំងអស់កម្លាំងបាត់លហើយដៃជើងពិបាកដកដង្ហើមឈឺឆ្អឹងខ្នងហើយដៅធំពោះហើយបានទៅជួបលោកគ្រូពេទ្យទៅបានគាត់ធ្វើតេស្តរោគវិនិច្ឆ័យថាមានជំងឺតាឡាសេមីជំងឺនេះជាជំងឺដែលបន្តពូជពីថាមានតាំងពីកំណើតមកតែម្ដងដូច្នេះវាអាស្រ័យទៅនឹងកម្រិតធ្ងន់ឬស្រាលរបស់ជំងឺអ្នកជំងឺដែលក្មេងដែលមានជំងឺធ្ងន់គឺនៅពេលអាយុត្រឹមតែ4 6 ខែចាប់ផ្ដើមចេញរោគសញ្ញាស្លេកស្លាំងតែម្ដងហើយបើកម្រិតធ្ងន់គឺត្រូវការព្យាបាលអស់មួយជីវិតនេះហើយបងនេះកូនចាឆ្លៃហ្នឹងបងដោយឡែកក្មេងដែលមានកម្រិតមធ្យមអាចមានអាយុច្រើនជាងនឹង2 ឆ្នាំទៅឬក៏5 ឆ្នាំទៅបានយើងអាចឃើញមានសញ្ញាស្លេកស្លាំងខ្លះអញ្ចឹងណាដោយឡែកអ្នកផ្ទុកមិនមានឃើញរោគសញ្ញាអ្វីទាំងអស់គឺធម្មតាមើលទៅគឺឃើញធម្មតាមានតែការធ្វើតេស្តឈាមទេដែលអាចដឹងថាតើគាត់មានផ្ទុកអត់ការពីមុនរហូតដល់ឥឡូវរយៈពេល29ឆ្នាំការពីក្មេងខ្ញុំមានការព្យាបាលដែរតែអត់មានព្យាបាលបានតាមវិជ្ជាត្រឹមត្រូវដូចថាលោកគ្រូពេទ្យគាត់ពេលខ្លះក៏គាត់អត់មានជំនាញខាងហ្នឹងគាត់បានវិនិច្ឆ័យថាយើងជាជំងឺឈាមសឈាមក្រហមអញ្ចឹងទៅឬក៏ជំងឺខ្វះគ្រាប់ឈាមពេលខ្លះថាយើងខាន់លឿងខ្លះយើងថាយើងដំណពូជតាមអាស្រ័យតែគេថាយើងតែអត់មានជាពិតប្រកបអញ្ចឹងណាក្មេងដែលកើតជំងឺតាឡាសេមីគឺមានន័យថាឪពុកនិងម្ដាយមានផ្ទុកជំងឺហ្នឹងប៉ុន្តែគាត់អត់ឈឺទេអញ្ចឹងគាត់នឹងមានឱកាសមានកូនមកកើតជំងឺតាឡាសេមីអាចកម្រិតស្រាលមធ្យមឬក៏ធ្ងន់11ឆ្នាំហើយចាអញ្ចឹងកូនខ្ញុំបានព្យាបាលជំងឺនេះមួយលោកគ្រូតាមវិជ្ជាបញ្ជាដែលលោកគ្រូណាត់មកឲ្យប្រើថ្នាំអីវាចុះជាតិដែរ In Cambodia, everywhere, there is a lot of developmental bone structural differences that make people quite obviously thalassaemic. So if you know about thalassemia, it's very easy to see in the general population in Cambodia, but most people don't know, including doctors. Everybody needs different things. There is no one answer to help everybody. So Voice helps people in crisis. We help people in crisis access food, shelter, healthcare, safety, education and sustainable livelihoods. ចឹងខ្ញុំសូមសំណូមពរបើបងប្អូនចង់បរិច្ចាគឈាមខ្ញុំចង់ជួយសូមមេត្តាជួយដល់អ្នកជំងឺទាំងអស់គាត់បានធូរស្រាលពីជំងឺតាឡាសេមីផងគាត់ពិតជាត្រូវការឈាមនិងការព្យាបាលទៀងទាត់ជាមួយគ្រូពេទ្យ